ពួកគេចង់បំផ្លាញពិធីមង្គលការរបស់បងប្រុសខ្ញុំតើអ្នកចង់ឲ្យត្រកូលគ្រួសារវងរបស់យើងបញ្ចប់ទេមីងវ៉ាងអ្នកកំពុងប្រែពណ៌ខ្មៅទៅជាពណ៌ហើយសមត្ថភាពរបស់គាត់ពិតជាអស្ចារ្យណាស់អ្នកអាចធ្វើឲ្យអ្នកស្លាប់ហាក់ដូចជានៅរស់ដាយ៉ងគុំនិយាយបែបនោះទៀតអីយ៉ាងណាមិញមីងវ៉ាងគឺជាមនុស្សចាស់ម្នាក់ពួកគេមិនបានអត់អន់ឲ្យខ្ញុំសំបីតែបន្តិចឡើយចិត្តក្មេងរឹងរូសពេកមនុស្សនៅជនបទក៏ដូច្នោះដែរអ្នកភូមិចាប់បានបង្គាមួយចំនួនវាជារឿងតូចតាចមួយដែលអ្នកត្រូវតែធ្វើឲ្យមនុស្សតើវាកំពុងរុញនរណាម្នាក់ឲ្យធ្លាក់ដល់ហ្គេមនៃភាពអស់សង្ឃឹមមែនទេគាត់ចាប់បានមួយចំនួនពីជុំវិញខ្លួនគាត់ពួកគេបាននេសាទវាចេញឲ្យលួចវាក្នុងតម្លៃរាប់លានដុល្លាររបស់អ្នកជារៀងរាល់ថ្ងៃប្រសិនបើនរណាម្នាក់លួចអ្វីដែលអ្នកសុខចិត្តធ្វើនោះពួកគេកំពុងលួចវាខាងលិចក៏មានចំណុចមួយជាមួយលោកឆេនដែរហេតុអ្វីបានជាគាត់គួរយកលុយពីផ្ទះបងរបស់ខ្ញុំតើគាត់ញ៉ាំបាយប៉ុន្មានពេលគាត់នៅតូចឥឡូវនេះអ្នកទទួលបានជោគជ័យហើយតើអ្នកកំពុងងាកចេញពីខ្ញុំមែនទេអ្នកនេះបានស្គាល់អ្នកផ្សេងហើយនោះជាការមិនដឹងគុណមនុស្សដែលមិនដឹងគុណប្រៀបដូចជាបបរមួយចានគាត់បន្តនិយាយរអ៊ូតមហើយបន្តប្រឌិតរឿងពាក្យចាំអារ៉ាមបានសាយភីថាមេភូមិនឹងចេញមើលបរិះម្នាក់នោះពិតជាគ្មានខ្មាស់ហ៊ីនមែនមិត្តភក្តិទាំងអស់គ្នាសូមអនុញ្ញាតឲ្យខ្ញុំពន្យល់ពីស្ថានភាពរបស់ Chen ដល់អ្នកអង្គាលក់ដុំ81ជីនគាត់បានដឹកកន្ត្រកព្រៃឈើពេញមួយពួកគេបានយកវាទៅលក់ក្នុងទីក្រុងដោយសម្ងាត់ឈៀនអួតអាងគ្រប់ទីកន្លែងអំពី Chen មកចុងអនុញ្ញាតឲ្យគាត់ដោះលែងមនុស្សដោយសេរីពួកគេបានរៀបចំសារជាពិសេសសម្រាប់ពិភាក្សាអំពីគាត់បានចាក់សោខ្លួនឯងហើយយកញួរមកវានៅពាក់កណ្ដាលដែលពួកគេបានបំបែកសោមនុស្សជាច្រើនបានឃើញវាដោយភ្នែករបស់ពួកគេត្រូវហើយព្រឹកព្រលឹមនោះខ្ញុំបានឃើញគាត់កាន់កន្ត្រកបង្គាធំពីរការឡើងឡានក្រុងមិនមែនជារឿងដែលកើតឡើងម្ដងការនោះទេបញ្ហានៃការចាប់អ្នកម្នាងអធិរាជមួយចំនួនគឺពិតជាកំហុសរបស់អ្នកមែនដែលបានលួចរបស់អ្នកដទៃខាងលិចក៏បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃគ្រប់ទីកន្លែងយុត្តិធម៌ណាស់ពួកអ្នកល្ងងតើមានភស្តុតាងដើម្បីចោទប្រកាន់នរណាម្នាក់ពីបទក្លែងបន្លំទេមនុស្សមួយក្រុមបានឃើញហេតុការណ៍លួចបង្គាវិញ្ញាបនបត្រនៅតែត្រូវការត្រួតពិនិត្យដោយនរណាម្នាក់បងប្រុសរបស់អ្នកខ្វះខាតលុយសម្រាប់ពិធីមង្គលការរបស់គាត់ហេតុអ្វីបានជាអ្នកគួរតែអនុញ្ញាតឲ្យបង្កបញ្ហានៅក្នុងផ្ទះរបស់អ្នកពួកគេត្រូវលួចបង្គាពី Chen ដើម្បីរកប្រាក់ចំណេញសំខាន់គឺថាពួកគេមិនទទួលស្គាល់ថាធ្វើខុសទេសំណងខុសច្បាប់ធ្វើឲ្យការពិតប្រែក្លាយទៅជាក្រឡាប់ផ្ងាក្រោយបានដាក់ទណ្ឌកម្មនរណាម្នាក់ហើយបញ្ឆោតពួកគេចេញជាបរិះចំណាស់ម្នាក់ពួកគេទាំងអស់ត្រូវបានបង្ខំឲ្យត្រូវបានហុំព័ទ្ធដោយក្រុមគ្រួសាររបស់ពួកគេបានចាក់សោប្រាសាទហើយអ្នកនៅតែនៅទីនេះនៅតែមិនស្ដាយក្រោយហើយបានបំផ្លាញខ្យល់អ្វីបានផ្លាស់ប្ដូរហើយមនុស្សគ្រប់គ្នាបានជួយតាក់ទងនឹងអាពាហ៍ពិពាហ៍របស់ប្អូនប្រុសរបស់ Chen បើវាធ្លាក់ខ្ញុំនឹងនៅផ្ទះពីព្រោះមនុស្សមានបាបកំពុងបង្កបញ្ហាប្រសិនបើអ្នកមិនអាចតាក់ទងជាមួយពួកគេបានទេចូលចុះចាញ់ហើយអន់ក្បាលចុះតើវាគ្រាន់តែជាការបង់ប្រាក់ហើយសុំទោសឬក៏វាគ្រាន់តែជាការសម្ដែងតើអ្នកណាមិនរងចាំបញ្ចុះបញ្ចូល Chen ឲ្យវាគាត់ខ្ញុំបានបើកស្រះចិញ្ចឹមត្រីហើយចាប់បានបង្គាពេញមួយយប់មែនហើយគ្រាន់តែធ្វើវាទៅទោះបីជាគាត់លក់បង្គាក្នុងតម្លៃ80ខ្ញុំនេសាទបានត្រឹមតែប្រហែល1ផោនប៉ុណ្ណោះពី3ដងកំតិចបង្គាលើសពីនេះគាត់ធ្លាប់ផឹកស្រាកាលពីគាត់នៅក្មេងបាយស្រូវរបស់គ្រួសារខ្ញុំមកដល់ហើយស្នេហាមិនអាចសង្វេញពាក់កណ្ដាលបានទេសម្រាប់អ្នកជិតខាងនិងអ្នកភូមិដូចគ្នាសូមទូរស័ព្ទម្ដងទៀតបញ្ចុះតម្លៃវាបង្គុតវាចុះមក0ហើយឲ្យគាត់200នោះធ្វើឲ្យគាត់មានមុខមាត់គ្រប់គ្រាន់ហើយខ្ញុំឈ្មោះវ៉ាងគីហ្វិនហើយខ្ញុំស្រឡាញ់មិត្តភាពចាស់ចំណាយប្រាក់200យ៉នសម្រាប់ភាពស្ងៀមស្ងាត់កាលពីជាតិមុនរបស់ខ្ញុំត្រូវបានដោះស្រាយរួចរាល់ហើយសូមត្រឡប់ទៅភូមិវិញឆាប់សោត្រូវបានដោះសោហើយគ្រួសារទាំងពីរបានផ្សះផ្សាគ្នាមេភូមិឲ្យមើលនេះជាភាពស្មោះត្រង់បំផុតរបស់ខ្ញុំសុខចិត្តចំណាយ200យ៉នយើងបានខាត់លុយហើយតើគ្រប់គ្រាន់ហើយឬនៅហៅ Silence ម្ដងទៀតប្រាប់គាត់ផងកុំឲ្យល្ងងខ្លៅបែបនេះប្រញាប់ត្រឡប់ទៅភូមិវិញហើយដោះសោទ្វារចូលយើងទុកបញ្ហានេះចោលព្រះឲ្យ200យ៉នគាត់ពិតជាបានធ្វើវាបានមែននៅស្ងៀមហើយធ្វើដូចជាមនុស្សល្ងងព្រះឲ្យ200យ៉នគាត់ពិតជាបានធ្វើវាបានមែននៅស្ងៀមហើយធ្វើដូចជាមនុស្សល្ងង200យ៉នមីងកេហ្វិនតើអ្នកអាចចិត្តទូលីណាស់ថ្ងៃមុននៅក្នុងក្រុងម្ចាស់តូបលក់អាហារសមុទ្រទាំងអស់កំពុងធ្វើឲ្យមានការពេលខ្លះដោយលោកភាពលេចធ្លោរបស់អ្នកបាងស៊ីគាត់រកលុយបានគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិតតម្លៃគុំប្រមុំត្រូវបានបង់ហើយឥឡូវអ្នកចំណាយតែ200ទេអ្នកកំពុងនិយាយមិនសមហេតុផលទេនោះជាការប្រមូលផ្ដុំឯកជនរបស់ខ្ញុំនៅខាងក្នុងមកដល់ហើយភូមិទាំងមូលស្ងាត់ឈឹងអ្នកចាប់បានបង្គាយដែលចិញ្ចឹមហើយឬនៅក្នុងរយៈពេល7 2ខែពួកគេរកលុយបានយ៉ាងហោចណាស់100,000គ្រាន់តែដក200យ៉នចេញតើនោះឬដែលអ្នកថាពួកគេអាចដូចគ្នាបានទេការគាត់នៅក្មេងគាត់ញ៉ាំប៉ុន្មាននៅផ្ទះខ្ញុំវិញខ្ញុំមិនបានកញ្ញាប្រាក់ឧបត្ថម្ភកូនជាមួយគាត់ទេថ្លៃសេវាមិនអាក្រក់ទេ200យ៉នទាំងអស់នេះគឺសម្រាប់ជាប្រយោជន៍ដល់អ្នកភូមិតើគាត់ចង់បានវាអត់មិនអីទេខ្ញុំនឹងវាគាត់តើគាត់និយាយអ្វីខ្ញុំមិនខ្វល់ថាខ្ញុំផ្ញើវាដោយរបៀបណាទេខ្ញុំមិនខ្វល់ពីអ្វីផ្សេងទៀតទេលោកមេភូមិសូមនិយាយផង